បាទសូមជំរាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់សហគមន៍ចិញ្ចឹមកង្កែបបាទកម្ពុជាបាទបងប្អូនអរគ្នាបាទបងប្អូនអរគ្នានេះគឺជាកង្កែបដែលខ្ញុំបានធ្វើការរៀបចំដាក់នៅនឹងវាស្រែណាបងប្អូនអរគ្នាបាទពេលនេះគឺខ្ញុំអត់ទាន់បានដាក់ចំណីឲ្យវាទេបាទអូច្រឡំពាក់អាវដោយសារតែក្តៅពេកបងប្អូនអរគ្នាបាទអូខេជាធម្មតាទៅការរបស់យើងគឺយើងចិញ្ចឹមបែបលក្ខណៈមួយថាធម្មជាតិហើយធម្មជាតិបែបហ្នឹងបងទាំងអស់គ្នាតែងទៅសួរថាហេចាំបែបធម្មជាតិនឹងត្រូវការថ្នាំអត់ប្រើថ្នាំអត់បាទហ្នឹងហើយធម្មជាតិគឺយើងត្រូវប្រើថ្នាំបានយើងត្រូវតែប្រើបាទមិនមែនថាមិនប្រើទេយើងត្រូវតែប្រើបាទមានមូលហេតុច្រើនដែលយើងត្រូវតែប្រើបាទព្រោះអីធម្មជាតិនឹងកើតក៏ល្អបាទប៉ុន្តែបើសិនវាប្រឈមនឹងជំងឺក៏ច្រើនបាទហើយធម្មជាតិមានន័យថាយើងដាក់នៅក្នុងវាស្រែបាទប៉ុន្តែបើសិនកែបដូចកែបស្រែថាបងកែបស្រែអត់ដែលមានកើតជំងឺអីផងបាទហ្នឹងហើយកែបស្រែវារស់នៅបនស្រឡះបាទវាអត់ដូចយើងចេះទេយើងនេះបាទប៉ុណ្ណេះចូល 5000 កូនបាត់ហើយបាទអានេះចូលរយៈតាក្បែរមើលនៅដឹងបងប្អូនអរគ្នាបាទគ្រាន់ថាខ្ញុំមិនបានបង្ហាញអីច្រើនណាបាទហ្នឹងហើយអញ្ចឹងសម្រាប់ខ្ញុំដាក់បែបធម្មជាតិហ្នឹងគឺខ្ញុំត្រូវប្រើថ្នាំជំនួយខ្លះយើងត្រូវចេះបច្ចេកទេសផងដែរបាទអាតង់ក៏យើងដាក់ប្រើថ្នាំជំនួយហើយខ្ញុំបានបង្ហាញបងប្អូនអរគ្នាដែរថាការចិញ្ចឹមកែបបើសិនជាបងប្អូនអរគ្នាអាចចេះនៅក្នុងការផលិតចេញជាងកែបបោកបាទនឹងឲ្យលក់ទៅតាមតំបន់ទៅតាមទីផ្សារបាទរបស់យើងគឺយើងនឹងអាចលក់ដាច់ច្រើនបាទច្រើនលើសពីការគិតបាទហើយបានលុយច្រើនលើសពីការរំពឹងទុករបស់យើងបាទហ្នឹងហើយយើងអត់ពិបាកខ្វល់ខ្វាយថាអូបងចាំទៅខ្លាចអត់មានខ្លាចអត់មានអ្នកទិញខ្លាចអត់ទីផ្សារអីចឹងណាបាទប្តីប្រពន្ធរបស់យើងតនេយើងគួរតែបង្កើតមុខរបរយើងចេះរោតេតក់ដូចគេហៅថាកូនចិនអីលក់ចាប់ហួយអីណានៃសេរីពលឹកមុនបាទគេថាកូនចិនទៅមិនចេះលក់បាទហ្នឹងហើយតែបច្ចុប្បន្ននេះយើងមិនបាច់ចាំទឹកចិនមិនបាច់ចាំតែអីទេបាទសំខាន់làយើងមានទឹកចិត្តនៅក្នុងការធ្វើបាទផលិតវាឲ្យទៅបានបាទស៊ូបាទហ្នឹងហើយយើងនឹងអាចទៅមុខរួចបាទហ្នឹងហើយដូចនេះគឺល្មមមកបោកបងប្អូនអរគ្នាបាទមិនមែនតូចទេណាបាទមកបោកបាទគ្រាន់ថាខ្ញុំថតនៅវារៀងឆ្ងាយចឹងទៅយើងមើលទៅវាអត់ច្បាស់ល្អទេបាទហ្នឹងហើយប៉ុន្តែកាបហ្នឹងគឺល្មមបាទល្មមមកបោកហើយចាំមើលខ្ញុំធ្វើឲ្យបងប្អូនអរគ្នាមើលថាខ្ញុំធ្វើបោកវាម៉េចបាទហើយខ្ញុំចាំច្រើនខ្ញុំអត់មានន័យថាខ្ញុំអត់ខ្វាយខ្វល់រឿងទីផ្សារថាអូលក់ចេញមើលក៏អត់ទេអញ្ចឹងណាបាទអ៊ំថតអ៊ំមួយបាទអ៊ំបានតិចតួចអ៊ំនេះអត់បានឡាយទេផុសវីដេអូយកបាទ